សម្រាប់អ្នកតាមបណ្ដាខេត្តដែលមានបំណងមកលេងទឹកដីខេត្តបាត់ដំបងក៏ដូចជាអ្នកបាត់ដំបងផ្ទាល់ណាបើសិនជារកកន្លែងកាត់សេតអត់បានទេថ្ងៃនេះដែរ admin សុំនាំកន្លែងកាត់សេតមកកន្លែងហើយមានទីតាំងនៅក្នុងក្រុងបាត់ដំបងផ្ទាល់ហើយសម្រាប់ទីតាំងមួយហ្នឹងគឺមានឈ្មោះថាទៀមខ្មែរហ្នឹងហើយជាទីតាំងថ្មីរបស់ទៀមខ្មែរដែលមានទីតាំងនៅជិតធនាគារ ABA អ្នកនរគ្នាហើយផ្លូវសម្រាប់ដែលយើងជិះទៅហ្នឹងគឺផ្លូវស្ពានវត្តសកែអ្នកនរគ្នាយើងជិះទៅត្រង់ទៅលើធនាគារ ABA ណាអ្នកនរគ្នាហើយយើងជិះឆ្លងស្ពានហ្នឹងមកបន្ទាប់មកយើងនឹងឃើញមានភ្លើងស្តុបមកកន្លែងដែលភ្លើងស្តុបហ្នឹងគឺភ្លើងស្តុបកន្លែងសាលាខេត្តណាអ្នកនរគ្នាអញ្ចឹងយើងជិះមកត្រង់ទៀតបន្ទាប់មកយើងនឹងឃើញមានធនាគារ ABA មួយណាអ្នកនរគ្នាហើយយើងអត់បត់តាណាទេយើងឆ្លងទៅត្រង់ណាហើយយើងត្រង់ទៅត្រង់បន្តិចទៅហើយចម្ងាយប្រហែលជាខ្ទង់100ម៉ែត្រឬក៏100ម៉ែត្រជាងតិចតួចទេយើងនឹងមកដល់ទីតាំងថ្មីរបស់ទៀមខ្មែរអ្នកនរគ្នាសម្រាប់ទីតាំងថ្មីរបស់គាត់នេះគឺប្លែកមែនទែនអ្នកនរគ្នាជាមួយនឹងទីតាំងធំទូលាយជាមួយនឹងការអាប់ដេតទៅលើ decor ហាងរបស់គាត់ហ្នឹងណាហើយអ្វីដែលកាន់តែពិសេសនោះគាត់ក៏មានការអាប់ដេតទៅលើមុខម្ហូបជាច្រើនទៅលើមុខម្នួយរបស់គាត់ដែលជា my favorite របស់ខ្ញុំជឿថាសម្រាប់អ្នកដែល set ខ្លាំងឬក៏ set តិចតួចក៏ដោយនៅពេលដែលមកដល់កន្លែងនេះមិនថា set រឿងស្នេហាគ្រួសារការងារមិត្តភ័ក្តិឬក៏ set អ្វីក៏ដោយនៅពេលដែលមកដល់កន្លែងនេះប្រកាសជារំសាយអារម្មណ៍ហើយអ្នកនរគ្នាហើយបើសិនជាអត់រំសាយអារម្មណ៍ទេអ្នកនរគ្នាអាចហៅ admin ទៅកំដរបានអូខេយើងនិយាយរឿង set តែប៉ុណ្ណឹងបានហើយយើងងាកមកមើល menu របស់យើងវិញសម្រាប់មុខ menu របស់គាត់គឺមានការ update ច្រើនមែនទែនអ្នកនរគ្នាចង់ញ៉ាំប្រភេទអីក៏បានដែរហើយអ្វីដែលជា my favorite របស់ខ្ញុំហ្នឹងគឺប្រភេទគ្រឿងអាំងរបស់គាត់អ្នកនរគ្នាហើយប្រភេទគ្រឿងអាំងរបស់គាត់ហ្នឹងគឺមានច្រើនមែនទែនគឺមានដាតជ្រូកអាំងហ៊ុនជ្រូកអាំងសាច់ជ្រូកអាំងត្រចៀកជ្រូកអាំងចំបោះជ្រូកអាំងហើយយើងមានគ្រឿងអាំងជាច្រើនទៀតអ្នកនរគ្នាហើយសាច់គោអាំងក៏មានដែរមិនតែប៉ុណ្ណោះកន្លែងរបស់គាត់ក៏មានប្រភេទគ្រឿងបុកដែរអ្នកនរគ្នាមានជាបុកល្ហុងបុកក្តាមបុកគ្រឿងសមុទ្របុកអីផ្សេងហើយយើងក៏អាចកំងជាប្រភេទបុកត្រីសាម៉ុនឬក៏ oyster ឬក៏ oyster ក្លុកអីក៏បានដែរអ្នកនរគ្នាមិនតែប៉ុណ្ណោះកន្លែងរបស់គាត់ក៏មានមុខម្ហូបជាច្រើនដូចជាពីភាឬក៏អន្ទង់ប្រភេទអន្ទង់ហ្នឹងគឺយើងចង់ធ្វើម្ហូបអីក៏បានដែរអ្នកនរគ្នាដូចជាអន្ទង់អាំងអន្ទង់ឆាក្តៅឆាអីគឺគាត់ធ្វើបានទាំងអស់នៅកន្លែងគាត់ណាអ្នកនរគ្នាហើយអ្នកនរគ្នាដែលមិនទាន់បានសាករសជាតិនៅកន្លែងគាត់អ្នកនរគ្នាអាចមកសាកបានជាមួយនឹងតម្លៃកន្លែងគាត់គឺសមរម្យផងដែរអ្នកនរគ្នាហើយចំពោះប្រភេទសាច់អីគឺមួយចានត្រឹមតែ10000រៀលទេមិនតែប៉ុណ្ណោះចំពោះរសជាតិអ្នកនរគ្នាខ្ញុំធានាថាប្រកាសជាអ្នកនរគ្នាអត់អាចបំភ្លេចបាននៅកន្លែងគាត់ទេយើងងាកមកមើលមុខម្ហូបដែលពួកខ្ញុំកំងវិញអ្នកនរគ្នាហើយនេះគឺជាប្រភេទអណ្ដាតអាំងហើយនេះដែរគឺជាប្រភេទពូវៀនអាំងហើយនេះគឺជាប្រភេទសាច់អាំងណាអ្នកនរគ្នាហើយសាច់អាំងហ្នឹងជាប់ខ្លាញ់តិចតំណមែនតើអ្នកនរគ្នាហើយជាមួយនឹងបុកល្ហុងហើយនឹងត្រចៀកជ្រូកអាំងណាហើយអ្វីដែលកាន់តែពិសេសណាអ្នកនរគ្នាគឺជាប្រភេទទឹកជ្រលក់របស់គាត់ណាដែលមានកលីងហើយជាមួយទឹកជ្រលក់3ប្រភេទរបស់គាត់ហ្នឹងគឺជំនួយទៅលើសាច់អាំងរបស់គាត់ហ្នឹងហើយនេះដែរគឺជាប្រភេទគ្រឿងសម្លអ្នកនរគ្នាវាមានសម្លម្ជូរក្រាក់អន្ទង់ហើយជាមួយនឹងភីភាហើយភីភាហ្នឹងគេធ្វើអំពីពោះគោណាអ្នកនរគ្នាហើយរសជាតិវិញមែនតើអ្នកនរគ្នាហើយនេះដែរគឺជាប្រភេទត្រីសាម៉ុនណាត្រីសាម៉ុនកន្លែងគាត់គឺច្រើនមែនតើហើយតម្លៃគឺទូថ្លៃហើយនេះដែរគឺជាកាឈៀវអ្នកនរគ្នាខ្ញុំជឿថាអ្នកខ្លះគាត់អត់ស្គាល់ប្រភេទកាឈៀវហ្នឹងទេហើយរសជាតិកាឈៀវនៅកន្លែងគាត់ហ្នឹងគឺមែនតើអ្នកនរគ្នាខ្ញុំបានសាករូបកញ្ជៀវនៅកន្លែងគាត់ហើយកញ្ជៀវនៅកន្លែងគាត់ហ្នឹងគឺសិតតែពងហ្មងអ្នកនរគ្នាហើយដូចអ្វីដែលខ្ញុំនិយាយអញ្ចឹងកន្លែងរបស់គាត់ក៏មានប្រភេទជាប្រភេទ oyster ដែរហើយ oyster របស់គាត់ហ្នឹងគឺធំមែនទែនហើយបើសិនបើបានត្រជាក់ជាមួយនឹង anchor wine ផ្សំឡើងពីអង្គរបាត់ដំបងទៀតប្រកាសជាមែនទែនអ្នកនរគ្នាអញ្ចឹងសម្រាប់អ្នកដែលមិនទាន់បានសាករសជាតិសាច់អាំងឬក៏ប្រភេទគ្រឿងបុកឬក៏មុខម្ហូបប្លែកៗនៅកន្លែងគាត់អាចមកសាកបានហើយបើសិនជាអត់គ្នាអាចហៅ admin មកកំដរបានជាចុងក្រោយអរគុណសម្រាប់ការតាមដានទស្សនាវីដេអូនេះនឹងពីដើមរហូតដល់ចប់ហើយកុំភ្លេចចុច like និង share ម្នាក់មួយទៅកាន់មនុស្សជាទីស្រឡាញ់របស់អ្នកហើយបើពេញចិត្តវីដេអូនេះកុំភ្លេចចុច subscribe និង follow ម្នាក់មួយហើយខ្ញុំនឹងជួបអ្នកនៅវីដេអូក្រោយទៀតអរគុណបាយបាយ